ភាពស្រួលមិនអាចមានបាននៅកន្លែងដែលមានសម្ពាធប្រសិនបើអ្នកពឹងផ្អែកលើភាពស្រួលឆាមកុំលាច់មូលរបស់សកម្មភាពដោយការប្រើប្រាស់ការទទួលខុសត្រូវថ្ងៃកំណត់និងសម្ពាធហិរញ្ញវត្ថុអ្នកនឹងធ្វើឲ្យស្តង់ដាររបស់អ្នកលើកពបខ្លួននៅលើតែល្អជាងមុននៅពេលដែលសម្ពាធមកដល់ភាពស្រួលនឹងចាក់ចេញនៅណារកកន្លែងកលុបទៅដោយមិនរកដំណឹងដំយំមួយណានោះហើយជាវិធីដែលទាញយកសកម្មភាពចេញពីការគ្រប់គ្រងដោយភាពស្រួលនោះគឺជាវិធីមួយដើម្បីបំភ្លេចគោលដៅអ្នកនោះគឺជាវិធីមួយដើម្បីបំភ្លេចសេចក្តីវិន័យរបស់អ្នកកុំរងចាំសម្ពាធមកពីខាងក្រៅឡើយបង្កើតសម្ពាធដោយខ្លួនឯងអ្នកនឹងមានពេលវេលាថ្មីសម្រាប់ការរីកចម្រើននិងការគ្រប់គ្រងជីវិតរបស់អ្នកលើភាពស្រួលសម្ពាធមិនមែនគ្រាន់តែជាស៊ូបំពេញនោះទេវាគឺជាសត្រូវរបស់ភាពស្រួលហើយជាការបំពេញពេលវេលារបស់អ្នកដ៏សំខាន់ផងវិធីមួយផ្សេងទៀតដ៏មានឥទ្ធិពលក្នុងការប្រើសម្ពាធគឺធ្វើឲ្យមានរូបភាពនៅតម្លៃនៃភាពស្រួលសួរខ្ញុំឯងថាតើជីវិតរបស់ខ្ញុំនឹងមើលទៅដូចម្ដេចប្រសិនបើខ្ញុំបន្តជ្រើសរើសភាពងាយស្រួលជាងការខិតខំប្រឹងប្រែងគិតអំពីពេលវេលាដែលបានខ្ជិលខ្ចាយឱកាសដែលបានបាត់បង់និងការសោកស្ដាយដែលកកស្ទើរពេញមួយជីវិតទស្សនវិស័យនោះបង្កើតសម្ពាធផ្លូវចិត្តវារំលឹកអ្នកថាជំរឿនគ្រប់យ៉ាងមានលទ្ធផលនៅពេលអ្នកឃើញច្បាស់ថាភាពស្រួលនឹងលួចអ្វីពីអ្នកមានអារម្មណ៍ថាមានភាពបន្ទាន់ដែលត្រូវតែធ្វើសកម្មភាពឥឡូវនេះសម្ពាធខាងក្នុងនោះជំរុញឲ្យមានសកម្មភាពខ្លាំងជាងការលើកទឹកចិត្តណាមួយសម្ពាធមិនមែនអំពីភាពតានតឹងដើម្បីភាពតានតឹងនោះទេវាអំពីការសាងសង់លក្ខខណ្ឌដែលវិន័យខ្លាចជាការឆ្លើយតបដោយធម្មជាតិភាពស្រួលនឹងតែងតែព្យាយាមធ្វើឲ្យអ្នកយឺតក្រោយប៉ុន្តែសម្ពាធបង្កើតកម្លាំងដ៏ខ្លាំងក្លាជាងភាពស្រួលវាណែនាំអ្នកឲ្យធ្វើសកម្មភាពមុនពេលអ្នកត្រូវបានអំពាវនាវឲ្យពន្យាពេលវាប្រាប់អ្នកថាមិនមានពេលក្រោយទេមានតែឥឡូវប៉ុណ្ណោះទម្លាប់នៃការបង្កើតសម្ពាធនោះបង្កើតភាពធូរត្រាំវាបណ្ដុះបណ្ដាលចិត្តរបស់អ្នកឲ្យធ្វើសកម្មភាពទោះបីជាភាពស្រួលទាញយ៉ាងខ្លាំងក៏ដោយអ្នកក៏ត្រូវតែរៀនប្រើសម្ពាធក្នុងពេលវេលាខ្លីផងដែរនៅពេលអ្នកមានអារម្មណ៍ថាខ្លួនអ្នកកំពុងរអឿនទៅរកភាពស្រួលសូមឈប់ហើយផ្ដោតឲ្យខ្លួនឯងនៅបទបញ្ជាដ៏តឹងរ៉ឹងនិយាយដោយភាពជាឯណាធធ្វើវាឥឡូវនេះកុំពន្យាពេលភាពរឹងមាំនៃពាក្យទាំងនោះបង្កើតសម្ពាធភ្លាមវាមិនទុកចន្លោះសម្រាប់ការចរចាសម្ពាធនោះជំរុញអ្នកឲ្យទៅមុខនៅក្នុងពេលវេលាដែលអ្នកងាយរងគ្រោះជាងគេចំពោះភាពស្រួលដោយគ្មានភាពរឹងមាំនោះអ្នកនឹងរអិលត្រឡប់ទៅរកការពន្យាពេលវិញជាមួយនឹងវាអ្នកកសាងកំណត់ត្រានៃជ័យជំនះប្រឆាំងនឹងភាពស្រួលទម្រង់មួយនៃសម្ពាធដែលមិនត្រូវបានអ្នកដទៃសម្គាល់គឺការទទួលខុសត្រូវនៅពេលអ្នកដទៃពឹងផ្អែកលើអ្នកមិនអាចរើសយកភាពស្រួលបានទេការទទួលខុសត្រូវបង្ខំឲ្យអ្នកក្រោកឈរសូមគិតអំពីឪពុកម្ដាយដែលឧទ្ទិសដើម្បីកូនរបស់ពួកគេពលករដែលខិតខំប្រឹងប្រែងឆ្លងកាត់ភាពអស់កម្លាំងដើម្បីផ្ដល់មេដឹកនាំដែលទទួលខុសត្រូវលើក្រុមរបស់ពួកគេធ្វើសកម្មភាពមិនមែនដោយសារតែពួកគេតែងតែមានការលើកទឹកចិត្តនោះទេប៉ុន្តែដោយសារតែការទទួលខុសត្រូវបង្កើតសម្ពាធដែលមិនទុកចន្លោះសម្រាប់ភាពខ្ជិលច្រោះអ្នកអាចប្រាកដការនេះក្នុងជីវិតរបស់អ្នកផ្ទាល់ដោយទទួលយកការបដិញ្ញាចិត្តដែលទាមទារឲ្យមានវិន័យរបស់អ្នកនៅពេលអ្នកដទៃពឹងផ្អែកលើអ្នកភាពស្រួលคล้ายជាជម្រើសដែលខ្សោយវាជាការសំខាន់ណាស់ថាភាពស្រួលនឹងមិនដែលបាត់ទៅវានឹងតែងតែអញ្ជើញអ្នកឲ្យសម្រាប់បានយូរបញ្ចប់ឲ្យសម្រាប់លឿនជាងមុនឲ្យរងចាំបន្ថែមទៀតអ្នកមិនអាចលុបបំបាត់ការទីនោះបានទេប៉ុន្តែអ្នកអាចយកឈ្នះលើវាដោយសម្ពាធភាពស្រួលគឺទន់ភ្លន់សម្ពាធគឺរឹងមាំភាពស្រួលខ្សឹបសម្ពាធទាមទារអ្នកដែលអ្នកជ្រើសរើសស្ដាប់កំណត់ទិសដៅនៃជីវិតរបស់អ្នកប្រសិនបើអ្នកចង់សាកល្បងខ្លួនឯងដាក់សម្ពាធដ៏មានគោលបំណងលើថ្ងៃរបស់អ្នកផ្ដល់ឲ្យខ្លួនឯងនៅពេលវេលាដ៏តឹងរឹងលុបជំរឿនងាយស្រួលប្រកាសការបដិញ្ញាចិត្តរបស់អ្នកទៅអ្នកដទៃដាក់ខ្លួនក្នុងបរិស្ថានដែលមិនអាចចោទប្រកាន់បានរាល់ពេលដែលអ្នកធ្វើដូចនេះអ្នកពង្រឹងសាច់ដុំវិន័យអ្នកបណ្ដុះបណ្ដាលចិត្តរបស់អ្នកឲ្យធ្វើសកម្មភាពក្រោមភាពសម្ពាធជំនួសឲ្យគ្រាងរបស់អ្នកក្រោមវាយូរទៅសម្ពាធជួបមានអារម្មណ៍ថាជាការតានតឹងវាមានអារម្មណ៍ថាជារចនាសម្ព័ន្ធវាមានអារម្មណ៍ថាជាប្រព័ន្ធដែលជួយឲ្យអ្នកមានថេរភាពនៅពេលដែលភាពស្រួលព្យាយាមធ្វើឲ្យអ្នកចុះខំសោយចងចាំថាការសម្ដែងដ៏អស្ចារ្យមួយចំនួនរបស់អ្នកនឹងមកនៅពេលដែលអ្នកដាក់ខ្លួនឯងក្រោមលក្ខខណ្ឌដែលមិនមានជំរឿសអីក្រៅពីសកម្មភាពស្រួលមិនអាចមានបាននៅកន្លែងដែលមានសម្ពាធប្រសិនបើអ្នកពឹងផ្អែកលើស្រួលជីវិតរបស់អ្នកនឹងកាន់តែតូចប្រសិនបើអ្នកពឹងផ្អែកលើសម្ពាធជីវិតរបស់អ្នកនឹងកាន់តែពង្រីកអ្នកនឹងកាន់តែខ្លាំងក្លាកាន់តែអាចទុកចិត្តបាននឹងកាន់តែមានវិន័យជាមួយនឹងការសម្រេចចិត្តចាប់ពីពេលនេះទៅគុំរងចាំកម្លាំងពីខាងក្រៅមកបង្ញាក់បង្កើតសម្ពាធនោះខ្លួនឯងសម្រេចអំពីកាយកំណត់ដ៏តឹងប្រកាសការបដិញ្ញាចិត្តរបស់អ្នកភ្ជាប់តម្លៃនឹងការសកម្មភាពរបស់អ្នកទាមទារឲ្យអ្នកធ្វើច្រើនជាងមុនប្រើការទទួលខុសត្រូវដើម្បីអ្នកទទួលខុសត្រូវរំលឹកខ្លួនអំពីតម្លៃការនៅស្រួលចំណុចទាំងនោះបង្កើតសម្ពាធដែលបង្ខំឲ្យមានសម្ពាធហើយនៅពេលភាពស្រួលរហ័សត្រឡប់មកវិញនៅពេលដែលវាប្រាប់អ្នកឲ្យពន្យាពេលនៅពេលវាលំលួចញាក់ដោយភាពងាយស្រួលឆ្លើយតបវាដោយសម្ពាធប្រាប់ខ្លួនឯងយ៉ាងច្បាស់ថាសកម្មភាពត្រួតការឥឡូវនេះផ្លាស់ប្ដូរដោយមិនស្ទើរជ្រើសរើសការរីកចម្រើនជាងភាពងាយស្រួលការសម្រេចចិត្តនោះរៀបរយកសាងជីវិតដែលមានវិន័យដែលអ្នកចង់បានវាមិនងាយស្រួលទេប៉ុន្តែវាអាចធ្វើបានហើយរាល់ពេលដែលអ្នកប្រើសម្ពាធដើម្បីយកឈ្នះលើភាពស្រួល
អ្នកបង្ហាញខ្លួនឯងថាអ្នកមានសមត្ថភាពធ្វើបានច្រើនជាងអ្វីដែលអ្នកគិតជំពូកទី7កសាងភាពរឹងមាំផ្លូវចិត្តដោយជ្រើសរើសការខិតខំប្រឹងប្រែងជាជាងការសម្រាកភាពរឹងមាំផ្លូវចិត្តគឺជាសមត្ថភាពក្នុងការបន្តធ្វើដំណើរទៅមុខនៅពេលដែលរាងកាយនិងចិត្តរបស់អ្នកចង់ឈប់វាជាកម្លាំងដែលនៅជាមួយការខិតខំប្រឹងប្រែងជាជាងការរត់គេចពីការលំបាកទៅកាន់ភាពស្រួលជីវិតបន្តប្រគល់ជំរឿនពីរយ៉ាងដល់អ្នកជ្រើសរើសការខិតខំប្រឹងប្រែងហើយកាន់តែរឹងមាំឬជ្រើសរើសភាពស្រួលហើយនៅតែខ្សោយភ្លេងងាយស្រួលធ្វើឲ្យអ្នកចាប់អារម្មណ៍រាល់ថ្ងៃប៉ុន្តែប្រសិនបើអ្នកតែងតែជ្រើសរើសវាអ្នកនឹងមិនដែលដឹងពីសមត្ថភាពពិតរបស់អ្នកឡើយជីវិតដែលមានវិន័យជាកម្មសិទ្ធិរបស់អ្នកដែលបណ្ដុះបណ្ដាលខ្លួនឯងឲ្យជ្រើសរើសការខិតខំប្រឹងប្រែងយ៉ាងសកម្មទោះបីជាការសម្រាកហាក់ដូចជាទាក់ទាញជាងក៏ដោយអ្នកត្រូវតែយល់ថាភាពរឹងមាំមិនត្រូវបានកសាងឡើងក្នុងភាពស្រួលនោះទេវាត្រូវបានបង្កើតឡើងនៅក្នុងពេលវេលាដែលការខិតខំប្រឹងប្រែងមានអារម្មណ៍ធ្ងន់នៅពេលដែលការតស៊ូមានអារម្មណ៍ថាមិនអាចទ្រាំបាននៅពេលដែលអ្នកចង់រត់គេចនោះជាពេលត្រឹមត្រូវដែលអ្នកអាចបោះបង់ឬបន្តខិតខំប្រសិនបើអ្នកបោះបង់អ្នកកំពុងបង្រៀនខ្លួនឯងថាការសម្រាកមានសារៈសំខាន់ជាងការរីកចម្រើនប្រសិនបើអ្នកបន្តខិតខំអ្នកកំពុងបង្រៀនខ្លួនឯងថាការខិតខំប្រឹងប្រែងគឺជាអត្តសញ្ញាណរបស់អ្នកយូរទៅជំរឿសទាំងនេះរចនាអត្តសញ្ញាណរបស់អ្នកក្លាយទៅជាមនុស្សដែលចុះចាញ់ភាពស្រួលឬមនុស្សដែលរីកចម្រើនក្រោមការខិតខំប្រឹងប្រែងមនុស្សភាគច្រើនមិនដឹងថាពួកគេជ្រើសរើសភាពស្រួលញឹកញាប់ដោយមិនដឹងខ្លួនពួកគេពិនិត្យមើលអាហារទទួលទាននៅពេលពិបាកចិត្តជាងការដោះស្រាយបញ្ហាពិតប្រាកដពួកគេពិនិត្យមើលទូរស័ព្ទដើម្បីគេចពីការធ្វើអ្វីដែលពិបាកពួកគេឈប់មុនពេលបញ្ចប់នៃអ្វីដែលពួកគេបានចាប់ផ្ដើមពីព្រោះការខិតខំប្រឹងប្រែងមានអារម្មណ៍មិនស្រួលពេលវេលានីមួយៗហាក់ដូចជាតូចតាចប៉ុន្តែពួកវារួមគ្នាคล้ายជាគំរូនោះធ្វើឲ្យអ្នកកាន់តែខ្សោយឬកាន់តែរឹងមាំចិត្តមិនសម្របទៅតាមអ្វីដែលអ្នកប្រតិបត្តិការជ្រើសរើសការខិតខំប្រឹងប្រែងមានន័យថាអ្នកបដិសេធក្នុងការរត់គេចពីភាពមិនស្រួលអ្នកទទួលថាការលូតលាស់ទាមទារការឈឺចាប់អ្នកទទួលថាភាពរឹងមាំទាមទារការពញ្ញពាក់អ្នកទទួលថាការរីកចម្រើននឹងមិនដែលមានអារម្មណ៍ងាយស្រួលឡើយប៉ុន្តែនេះជាការពិតភាពមិនស្រួលនៃការខិតខំប្រឹងប្រែងគឺជាបណ្ដោះអាសន្នខណៈពេលដែលភាពខ្សោយដែលមកពីការតាមរកភាពស្រួលគឺយូរអង្វែងជាងនេះនៅពេលដែលអ្នកខិតខំបំពេញការងារភាពឈឺចាប់នឹងរុនសាត់បាត់ហើយរង្វាន់នៅតែមាននៅពេលដែលអ្នកចុះចាញ់ភាពស្រួលនឹងរុនសាត់បាត់ហើយការស្ដាយក្រោយនៅតែមានភាពរឹងមាំផ្លូវចិត្តគឺអំពីការបណ្ដុះបណ្ដាលខ្លួនឯងឲ្យរស់នៅដើម្បីផលប្រយោជន៍យូរអង្វែងមិនមែនសម្រាប់ភាពស្រួលបណ្ដោះអាសន្ននោះទេវិន័យទាមទារឲ្យអ្នកសម្គាល់នៅលោកប៊ិតកលរបស់ភាពស្រួលតែងតែបង្ហាញខ្លួនថាគ្មានគ្រោះថ្នាក់វានិយាយថាអ្នកសមនឹងបានទទួលវានិយាយថាអ្នកនឹងសម្រាកត្រឹមតែមួយរយៈប៉ុណ្ណោះវានិយាយថាបញ្ហាអាចរងចាំបានប៉ុន្តែពេលអ្នកទទួលវាភាពស្រួលកើនឡើងការសម្រាករយៈពេលខ្លីคล้ายជាម៉ោងដែលខ្ចាយថ្ងៃដែលរំលងคล้ายជាសប្តាហ៍ការធ្វេសប្រមាថគ្រោះថ្នាក់មិនមែនស្ថិតនៅក្នុងជម្រើសតែមួយនោះទេវាស្ថិតនៅក្នុងគំរូដែលតមកនោះរាល់ពេលដែលអ្នកអនុញ្ញាតឲ្យភាពស្រួលគ្រប់គ្រងអ្នកបន្ធូរបន្ថយសមត្ថភាពរបស់អ្នកក្នុងការជ្រើសរើសការខិតខំប្រឹងប្រែងនៅពេលក្រោយនោះហើយជាមូលហេតុដែលអ្នកត្រូវតែគ្មានអារម្មណ៍សន្ទុះប្រណីក្នុងការបដិសេធនៃភាពស្រួលពឹងប៉ោងការកសាងភាពរឹងមាំផ្លូវចិត្តចាប់ផ្ដើមដោយសកម្មភាពខិតខំប្រឹងប្រែងតូចតាចអ្នកមិនចាំបាច់ចាប់ផ្ដើមពីការតស៊ូដ៏លំបាកបំផុតនោះទេចាប់ផ្ដើមពីអ្វីដែលសាមញ្ញដូចជាបញ្ចប់ការហាត់ប្រាណរបស់អ្នកដោយមិនកាត់វាឲ្យខ្លីបំពេញការងាររបស់អ្នកមុនពេលពិនិត្យមើលទូរស័ព្ទឬរក្សាការផ្ដោតអារម្មណ៍ពេលកំណត់ដោយគ្មានការខាននេះជំនះតូចតាចនេះពង្រឹងនូវការរបស់អ្នកចំពោះការខិតខំប្រឹងប្រែងពួកវាផ្ញើសារទៅកាន់ចិត្តរបស់អ្នកថាអ្នកអាចទ្រាំនៅភាពមិនស្រួលបានអ្នកនិយាយពាក្យនេះញឹកញាប់ភាពរឹងមាំរបស់អ្នកកាន់តែខ្លាំងនៅពេលដែលអ្នកកាន់តែរឹងមាំអ្នកអាចចាប់ផ្ដើមស្វែងរកការខិតខំប្រឹងប្រែងដោយមានគោលបំណងជ្រើសរើសដើរមុនជាងយកចំដា
ជ្រើសរើសនៅជាមួយបញ្ហាជាជាងបកបង់នៅពេលដែលវាពិបាកជ្រើសរើសបញ្ចប់នៅអ្វីដែលអ្នកបានចាប់ផ្ដើមទោះបីជាអ្នកចង់ទុកវាឲ្យនៅមិនពិតប្រាកដក៏ដោយជំរឿសទាំងនេះកសាងភាពធន់ទ្រាំរបស់អ្នកភាពរឹងមាំផ្លូវចិត្តមិនមែនជាអំណោយដែលអ្នកកើតមកជាមួយនោះទេវាជាទម្លាប់ដែលអ្នកបង្កើតឡើងតាមរយៈការជ្រើសរើសការខិតខំប្រឹងប្រែងជាប្រចាំជាជាងភាពស្រួលផែនការសំខាន់មួយទៀតរបស់ភាពរឹងមាំគឺជាការគោរពខ្លួនឯងនៅពេលដែលអ្នកជ្រើសរើសការខិតខំប្រឹងប្រែងអ្នកបង្ហាញខ្លួនឯងថាអ្នកអាចទុកចិត្តបានក្នុងការបញ្ចប់ទំនុកចិត្តនោះបង្កើតមោទនៈហើយមោទនៈជាការលើកទឹកចិត្តទៅទំនុកចិត្តប៉ុន្តែនៅពេលដែលអ្នកជ្រើសរើសភាពស្រួលអ្នកបាត់បង់ការគោរពចំពោះខ្លួនឯងអ្នកអាចរីករាយជាមួយនឹងភាពស្រួលនៅខណៈនោះប៉ុន្តែក្រោយមកអ្នកមានអារម្មណ៍ខកចំណងនោះធ្វើឲ្យទំនុកចិត្តចុះខ្សោយអ្នកចាប់ផ្ដើមសង្ស័យចំពោះសមត្ថភាពរបស់អ្នកខ្លួនឯងក្នុងការធ្វើតាមវិធីដែលមុតគត់ក្នុងការប្រឈមបាននោះគឺជាការកសាងទំនុកចិត្តឡើងវិញតាមរយៈការខិតខំប្រឹងប្រែងរាល់ពេលដែលអ្នកឆ្លងកាត់ភាពស្រួលអ្នករក្សាការគោរពរបស់អ្នកវិញបានភាពរឹងមាំផ្លូវចិត្តទាមទារឲ្យអ្នកមានការអត់ធ្មត់ភាពស្រួលតែងតែមើលទៅតាក់ទាញពីព្រោះវាអាចមានភាពស្រួលភ្លាមការខិតខំប្រឹងប្រែងទាមទារពេលវេលាមុនពេលលទ្ធផលបង្ហាញខ្លួនអ្នកអាចធ្វើការងារអស់រយៈពេលសប្តាហ៍ឬខែមុនពេលឃើញការប្រែប្រួលគួរឲ្យកត់សម្គាល់នេះហើយជាកន្លែងដែលមនុស្សភាគច្រើនបោះបង់ពួកគេមិនអាចទ្រាំបាននៅគម្លាតរវាងការខិតខំប្រឹងប្រែងនិងរង្វាន់ប៉ុន្តែមនុស្សដែលមានវិន័យទទួលថាភាពអត់ធ្មត់គឺជាផ្នែកមួយនៃការដំណើរពួកគេយល់ថារាល់ថ្ងៃនៃការខិតខំប្រឹងប្រែងគឺជាឥដ្ឋមួយក្នុងមូលដ្ឋានគ្រឹះពួកគេទុកចិត្តថារង្វាន់នឹងមកដល់ប្រសិនបើពួកគេបន្តដាក់ឥដ្ឋនោះបន្ថែមទំនុកចិត្តនោះហើយដែលអនុញ្ញាតឲ្យពួកគេបន្តជ្រើសរើសការខិតខំប្រឹងប្រែងទោះបីជាភាពស្រួលកំពុងតែហាយយ៉ាងខ្លាំងក៏ដោយវិធីជាក់ស្ដែងមួយដើម្បីកសាងភាពរឹងមាំគឺកំណត់ច្បាប់សម្រាប់ខ្លួនអ្នកដែលអ្នកមិនបំពានឧទាហរណ៍អ្នកសម្រេចចិត្តថាអ្នកនឹងមិនទៅគេងទេលុះត្រាតែអ្នកបំពេញគោលដៅប្រចាំថ្ងៃរបស់អ្នកសម្រេចចិត្តថាអ្នកនឹងមិនឈប់ត្រង់កន្លះ flow នៅពេលដែលអ្នកចាប់ផ្ដើមច្បាប់ទាំងនេះដើរតួជាយុទ្ធការនៅពេលភាពស្រួលអូសទាញអ្នកច្បាប់ទាំងនេះរំលឹកអ្នកពីស្តង់ដារដែលអ្នករស់នៅច្បាប់ផ្ទាល់ខ្លួនដ៏តឹងរឹងបង្កើតប្រភេទសម្ពាធដែលរក្សាអ្នកឲ្យសមការនឹងការខិតខំប្រឹងប្រែងបើគ្មានពូវាងាយណាស់ក្នុងការរអិលចោលក្នុងហេតុផលផ្សេងអ្នកក៏ត្រូវចងចាំថាការខិតខំប្រឹងប្រែងមានអារម្មណ៍ខុសគ្នានៅពេលដែលអ្នកចាប់ផ្ដើមផ្នែកដែលពិបាកបំផុតគឺការចាប់ផ្ដើមរយៈពេល2នាទីដំបូងនៃការខិតខំប្រឹងប្រែងរបស់អ្នកតែងតែមានអារម្មណ៍ធ្ងន់ជាងផ្នែកដែលនៅសល់នោះហើយជាកន្លែងដែលមនុស្សភាគច្រើនចុះចាញ់ប៉ុន្តែប្រសិនបើអ្នកបង្ខំខ្លួនឯងឲ្យឆ្លងកាត់ការចាប់ផ្ដើមនោះរាងកាយនិងចិត្តនឹងសម្របខ្លួនហើយការខិតខំប្រឹងប្រែងនឹងក្លាយជាអាចគ្រប់គ្រងបានគន្លឹះគឺត្រូវជំរុញឲ្យឆ្លងកាត់ការតស៊ូដំបូងនោះដោយមិនចុះចាញ់ភាពស្រួលប្រសិនបើអ្នកធ្វើដូច្នោះឡើងវិញភាពរឹងមាំរបស់អ្នកនឹងកើនឡើងដោយធម្មជាតិវិន័យក៏កើនឡើងផងដែរនៅពេលដែលអ្នកជប់មើលការខិតខំប្រឹងប្រែងថាជាការដាក់ទណ្ឌកម្មហើយចាប់ផ្ដើមមើលវាថាជាការបណ្ដុះបណ្ដាលការខិតខំប្រឹងប្រែងមិនមែនជាទណ្ឌកម្មសម្រាប់ភាពខ្សោយនោះទេវាជាផ្លូវទៅកាន់កម្លាំងភារកិច្ចដ៏លំបាកគ្រប់យ៉ាងគឺជាការហាត់ប្រាណសម្រាប់ចិត្តរបស់អ្នកពេលវេលាមិនស្រួលគ្រប់យ៉ាងគឺជាការអនុវត្តសម្រាប់ភាពធន់ត្រាំនៅពេលដែលអ្នកទទួលយកទស្សនៈនេះអ្នកនឹងលែងមើលងាយការខិតខំប្រឹងប្រែងទៀតហើយអ្នកទទួលយកវាថាជាឧបករណ៍ដែលធ្វើឲ្យអ្នកមិនអាចរញ្ជួយបានការផ្លាស់ប្ដូរគំនិតនោះគឺមានសារៈសំខាន់ខ្លាំងណាស់មនុស្សដែលមើលការខិតខំប្រឹងប្រែងថាជាទណ្ឌកម្មនឹងរត់គេចពីវាមនុស្សដែលមើលការខិតខំប្រឹងប្រែងថាជាការបណ្ដុំបណ្ដាលនឹងស្វាគមន៍វាភាពស្រួលអាចមានអារម្មណ៍ល្អសម្រាប់ពេលមួយប៉ុន្តែវាមិនអាចកសាងចរិតបានទេចរិតត្រូវបានកសាងឡើងតែនៅក្នុងការខិតខំប្រឹងប្រែងនៅពេលដែលអ្នកអស់កម្លាំងប៉ុន្តែបន្តដំណើរការអ្នកកាន់តែរីកចម្រើននៅពេលដែលអ្នកខ្លាចប៉ុន្តែនៅតែធ្វើសកម្មភាពអ្នកកាន់តែរីកចម្រើននៅពេលដែលអ្នកចង់បោះបង់ប៉ុន្តែនៅតែបន្តរហូតដល់បញ្ចប់អ្នកកាន់តែរីកចម្រើនពេលវេលាទាំងនេះកំណត់ភាពរឹងមាំពួកវាបំបែកមនុស្សដែលមានវិន័យពីមនុស្សដែលគ្មានវិន័យអ្នកសម្រេចចំណងជំនួសអ្នកធម្មតាហើយមនុស្សគ្រប់រូបមានសិទ្ធិទៅដល់ពួកគេភាពខុសគ្នាគឺថាតើអ្នកជ្រើសរើសការខិតខំប្រឹងប្រែងឬភាពស្រួលដើម្បីកសាងភាពរឹងមាំអ្នកក៏ត្រូវតែលាតត្រដាងខ្លួនអ្នកទៅនឹងការតស៊ូដោយមានគោលបំណងកុំតែងតែរងចាំឲ្យការលំបាកមកដល់ដោយខ្លួនឯងបង្កើតវាឡើង
พยับปีเก่งมุนเปเดเนี่ยจ้องจุมรุนครวนเนี่ยเอาทัวกายูจึงมุนหรือจุมเนียงระบาดเนี่ยบันกำหนดครวนเนี่ยเอาเมียนสตองดักปัวจึงมุนเนื้อเปขมีนนามันเนี่ยกำปงมือกาเจอหรือกาขัดคำปรังปรายดอกสมาจิตทัวเอาเนี่ยกันแต่เรื่องมอมโดยเฉพาะเนื้อเปได้จีบดบงคำเอาขัดคำปรังปรายเนี่ยบานเตรียมรู้จิตสลายหายเนี่ยบรรดาบรรดากรามกาขัดคำปรังปรายได้ดักคลวงไอ้เวียกันแต่เมียนเอากาสติกเครื่องกาใบขนายเนื้อเปได้สมเปียดเปิดประกอบหมอกดอลจงกล่าวเนี่ยหนึ่งเยอะทากาขัดคำปรังปรายคือจีเอาไว้เด็ดพดอลในดอกจีบดพีบสโรลเมียนอารมณ์ตุเตพีพูดเวียมันบังการเอาไว้ซอเวียกรอนตายจีบรรดาอักษรบรรดาการขัดคำปรังปรายผลิตเลตพอลการขัดคำปรังปรายก่อสร้างจุ่มเนียงการขัดคำปรังปรายก่อสร้างตุ่มนุกจัดการขัดคำปรังปรายบรรซอลมรดกเนื้อเปื่อยเดเนี่ยเงือกมาวินหนึ่งแจกบากวินเนี่ยนึงมันมีโมตนาพีบจุ่มปูเปลเวเลียเดเนี่ยรถกิจตัวการพีบสโรนุตีเนี่ยนึงมีโมตนาพีบจุ่มปูเปลเวเลียเดเนี่ยเชื่อเรื่องการขัดคำปรังปรายหายบางหายครุนไนทันเนี่ยรึงม้อมเชียงเอาไว้เดเนี่ยกระถาโมตนาพีบนู่นหนึ่งเนยจมวยเนี่ยอยู่อมไว้จึงพีบสโรบรรดาอสอนนามวยกบานจากประดามปีทั้งไงนิเตอร์ส้มก็สมควรจุ่มรบประจำทั้งไงระเบิดเนี่ยเนื้อไปได้พีบสโรเตียงเนี่ยเพื่อแต่การสำราญชบหอยซัวครูนายทาตาก้าวสำเร็จจัดน้าหนึ่งถ้วยเนี่ยรึงม้อมจำเริญน้าหนึ่งถ้วยเนี่ยมีโมตนาเพียบกรอยลายเต้าเพลน้าก่อสร้างวินัยระบอกเลี้ยมจำร้อยเสงอจีนึกทาจิกาขึ้นคอมปรังแปลงมันต่อเมาทั่วกาสำเร็จจัดอย่างฉับระหะกลมบันดอยเอาเพียบสโรถ้วยเนี่ยโจจังจะเรือเพลเดปีบากเยื้องหายรมลึกคลนไอท้านี่ชีระเบียบเดเพียบเริงม้อมไตรบานก่อสร้างลายเนื้อกรงระยะเปลปีสัปดาห์หนึ่งขายณหนึ่งสมกอยเคินกาวพลักโดเพียระไกเดทลบเมียนอารมณ์ทัดทวนโทในเมียนอารมณ์ยีสรัวเชียงมุนหายก้าวต่อสู้เดทลบบำบัดเนี่ยนึ่งเมียนอารมณ์ท่าไอกรุบกรงบานเนี่ยนึ่งจับพระดามอภิบัวครูนางจมวยหนึ่งตุ่มลุกจัดสงบสงัดดังทันเนี่ยไอเปิงเปียเลยกำลังตัวครูระบบเนี่ยกาพลับโดนุมันมอกปีกาอ่านหรือกาสุบันตีเวียมอกปีกาจิรหรือกาขัดคำปรังปรายหลังเว้นเนื้อเปียเดเพียบสวยกำปงออสเตียงนิจีจะบาประบอบเนี่ยเมียนอารมณ์รึงมอมเพลจัดรอลเปเดเนี่ยจิรหรือกาขัดคำปรังปรายเจียงกาสำระเนี่ยกันแต่รึงมอมรอลเปเดเนี่ยจิรหรืเพียบสรูลเจียงกาขัดคำปรังปรายเนี่ยกันแต่เศร้ากาสำระจัดระบบเนี่ยให้เนื้อเปเดเนี่ยจิรหรืกาขัดคำปรังปรายจีประจำปีนี้มันเศร้าจิตรกาต่อสู้จมวยเตะคือเจียไว้เดเนี่ยรูเนื้อด้อยทอมเจียดจุ่มปุกตีประใบต่อสู้ในการเลยการลางเพลียมโดยรมลึกครวนเองปีกาชื่อจับหรือยักเปียลเวงการเลยการลางเพลียมคือจีจมนองจองนาชาประหานึ่งบันบานรีบจอมุนดัดโอเตียงเนี่ยช่วยตรอพีบสรวลคลวนการรมคานหรือการสบายรีเพลียมเวียการลางโดยเหมือนมินกาปรุนประเมียนให้ประสิทธิ์บรรยะปฏิบัติตามเวียหนึ่งนอมเนี่ยเจงไงปีเพล้าในวินัยเนี่ยมีนารำจองรมลงกาหัดปราณจองสีอาหารได้เหมือนประกอบโดยสุขภาพจ้องปุ่นเย่เปียลกิจการแดดเตรียมที่อ่อยเนี่ยยกจะตกดักหรือจองเลชุบมุนหนึ่งบรรจบเนื้อเปลนูการเลยการลางเพลียมหักด้วยจืดขมิ้นกรัวธนะแถมแต่เมียงแฮดพอติดพองปันแต่การเปิดคือถ่าการเล็กการลางเพลียมคือจีออนเตะเวียประดอนในการทูสบายคลายเพลียมปันแต่บังเกิดการชื่อจับระยะเปลแหวงเพราะเส้นใบงาจองบังเกิดวินในครุ่งจีวัดเนี่ยตรีตาบรรดาบรรดาครวงเองเอาเจต่อสู้หนึ่งจำนองจองแต่งนู้ดาวรมเลิกครวงเองปีดำไหลในก้าแจงสลบร้อยจมเลเมียนละตะพ่อระบเวียปัญหาคือถ่าการเล็กการหลังเพลียมถือไอ้หน้ามือเหมือนเคลื่อนพอปักปอลระยะเปลี่ยนแหวงเต้วิบรรจูลเอาหน้าผดาแต่เลิกปัจจุบันอาหารได้มีสกอร์มีรูจิตช่างในเปลนี่การรำลองการหัดปราณหาด้วยจิงไงสัวเชียงในเปลนี่การปุ่นเยียเปลกางเงียหาด้วยจิตสราเชียงในเปลนี่ปัญแต่ไทยสแอกเนี่ยนึงมีอารมณ์เศร้ายิงมุนไทยสแอกเนี่ยนึงมีอารมณ์ถักควักขานไทยสแอกเนี่ยนึงการแต่เมียนการสาวสดายการสาวสดายนู้คือจิการชื่อจับแต่การเล็กการแรงเพลียมมันดาลบองห้างเนี่ยจีมุนนูเตอัตรากำบังกนุการยกชนะเลวีคือกับอะมวยเพลดให้สมัยถักคล้วนไอส์เทิดเนื้ออนาคตดำไปกู้รูปเพียบเอาเคยจะบ้าปีการชื่อจับโดยการแจ้งสลบหนึ่งเทื่อเนี่ยกับเมียนซ้อมเกิดปีเปเดนเนี่ยอนุญาตเอาการเล็กการแรงเพลียมมวยกันกับเนี่ยกร้อยหมกเนี่ยมีอารมณ์อย่างนะเต้าเพียบสรูลพรูนูบานกุงวงหรือเวียรุลุดอย่างฉับระหะหอยบนซอลตุกไอเนี่ยหนึ่งอารมณ์ขมาเอียนหนึ่งออสังคมการเปิดกือถ่ารุงวอนปีการเลยเกิดหลังเพลียมมันได้กุงวงยูบานด้วยการสาวสดายนูเต้การสาวสดายนูกุงวงเวียริกทมหลังเวียกันแต่เถื่ออ่อยเนี่ยทุนโตรอย่างยู่อังไวเนื้อเป็นเนี่ยรำลึกครวนเองปีการเป็ดนู
អ្នកនឹងចាប់ផ្ដើមឃើញការលេចកើតឡើងភ្លាមៗតាមពិតរបស់វាគឺជាចោលក្នុងរយៈពេលខ្លីដែលលួចយកពីអ្នកនៅកម្លាំងរបស់អ្នកក្នុងរយៈពេលវែងវិន័យគឺតាក់ទងនឹងការបណ្ដុំបណ្ដាលខ្លួនឯងឲ្យចេះមើលឲ្យឆ្ងាយពីកាលៈទេសៈបច្ចុប្បន្នអ្នកណាក៏អាចជ្រើសរើសអ្វីដែលមានអារម្មណ៍ល្អនៅពេលនេះបានដែរប៉ុន្តែមនុស្សមានវិន័យជ្រើសរើសដោយផ្ដាច់លើផលប៉ះពាល់នៅថ្ងៃស្អែកសមត្ថភាពនេះហើយដែលបំបែកការលូតលាស់ចេញពីភាពស្ថិតស្ងៀមប្រសិនបើអ្នកតែងតែដេញតាមការលេចកើតឡើងភ្លាមអ្នកនឹងរស់ក្នុងវុទ្ធៈនៃការចាប់ផ្ដើមនិងការឈប់មានការលើកទឹកចិត្តមួយថ្ងៃហើយចាញ់ខ្លួនឯងមួយថ្ងៃប៉ុន្តែប្រសិនបើអ្នកតស៊ូនឹងការលេចកើតឡើងភ្លាមដោយរំលឹកពីការឈឺចាប់រយៈពេលវែងអ្នកនឹងចាប់ផ្ដើមបំបែកវុទ្ធៈនោះអ្នកនឹងទទួលបានការគ្រប់គ្រងខ្លួនឯងឧបករណ៍ដ៏មានឥទ្ធិពលបំផុតដែលអ្នកអាចប្រើបានគឺការធ្វើឲ្យមានរូបភាពខ្លាំងចិត្តនៅពេលដែលការលេចកើតឡើងភ្លាមមកដល់កុំគ្រាន់តែគិតពីភាពស្រួលខ្លួនដែលវាផ្ដល់ឲ្យសូមគូររូបភាពពីការឈឺចាប់ដែលតាមមកសូមគូររូបភាពពីអារម្មណ៍របស់អ្នកប្រសិនបើអ្នកចាញ់ស្លប់ស្រមៃថាអ្នកក្រឡេកមើលកញ្ចក់ហើយមិនឃើញការរីកចម្រើនអ្វីសោះដោយសារតែអ្នករំលងម្ដងហើយម្ដងទៀតស្រមៃគិតពីភាពតានតឹងនៃការងារដែលមិនទាន់បានបញ្ចប់កំពុងកកបដោយអ្នកពន្យាពេលម្ដងហើយម្ដងទៀតស្រមៃគិតពីឱកាសដែលបាត់បង់ដោយសារតែអ្នកលាឈប់ម្ដងហើយម្ដងទៀតសូមឲ្យរូបភាពទាំងនោះកាន់តែច្បាស់លាស់រំលឹកដោយពេញដោយអារម្មណ៍ពីការឈឺចាប់នោះនិងកាត់ផ្ដាច់នៃការសប្បាយរីករាយមិនពិតរបស់ការលេចកើតឡើងភ្លាមអ្នកក៏ត្រូវតែរំលឹកខ្លួនឯងផងដែរថាការលេចកើតឡើងភ្លាមគឺបណ្ដោះអាសន្នវាមានអារម្មណ៍ខ្លាំងក្លានៅពេលនោះប៉ុន្តែវានឹងកន្លងផុតទៅយ៉ាងឆាប់រហ័សប្រសិនបើអ្នកតស៊ូបញ្ហាគឺថាមនុស្សភាគច្រើនមិនដែលរៀនរងចាំវាផុតបន្តិចសោះពួកគេមានអារម្មណ៍ចង់ធ្វើហើយធ្វើតាមវាភ្លាមប៉ុន្តែប្រសិនបើអ្នកផ្អាកមុនផ្លែតហើយរំលឹកពីការឈឺចាប់រយៈពេលវែងហើយឈរជាប់លើបន្តការលេចកើតឡើងភ្លាមនឹងចុះខ្សោយរាល់ពេលដែលអ្នកតស៊ូអ្នកទទួលបានកម្លាំងកាន់តែច្រើនរាល់ពេលដែលអ្នកតបតអ្នកកសាងភាពជឿជាក់កាន់តែច្រើនហើយដោយការអនុវត្តការលេចកើតឡើងភ្លាមនឹងបាត់បង់អានុភាពរបស់វាការតស៊ូនឹងការលេចកើតឡើងភ្លាមក៏ទាក់ទងនឹងការកសាងការដឹងលួចផងដែរអ្នកត្រូវតែរៀនសម្គាល់ស្ថានភាពដែលបង្កឲ្យមានការលេចកើតឡើងភ្លាមប្រហែលជានៅពេលដែលអ្នកអស់កម្លាំងប្រហែលជានៅពេលដែលអ្នកមានការតានតឹងប្រហែលជានៅពេលដែលអ្នកធុញទ្រាន់ប្រសិនបើអ្នកមិនកំណត់អត្តសញ្ញាណឈ្នួលបង្កបណ្ដោះអាសន្នទាំងនេះអ្នកនឹងតែងតែធ្លាក់ចូលក្នុងអន្ទាក់ដដែលនៅពេលដែលអ្នកដឹងលួចអ្នកអាចរៀបចំខ្លួនបានអ្នកអាចសម្រេចចិត្តមុនថាតើអ្នកនឹងឆ្លើយតបយ៉ាងណានៅពេលដែលចំណងលេចកើតឡើងអ្នកនឹងមិនភ្ញាក់ផ្អើលទេអ្នកនឹងមានអាវុធនៃចក្ខុវិស័យរយៈពេលវែងរួចជាស្រេចវាក៏មានប្រយោជន៍នៅការជំនួសការលេចកើតឡើងភ្លាមដោយសកម្មភាពដែលខ្លាំងក្លាជាងប្រសិនបើអ្នកមានអារម្មណ៍ចង់រំលងការងារចាប់ផ្ដើមធ្វើវាតិចភ្លាមប្រសិនបើអ្នកមានអារម្មណ៍ចង់ស៊ីអាហារដែលមិនល្អសូមផឹកទឹកមួយកែវមិនប្រសិនបើអ្នកមានអារម្មណ៍ចង់ពិនិត្យទូរស័ព្ទរបស់អ្នកតាមនៅក្នុងទន្តិការសូមដើរលេងតិចជំនួសវិញការជំនួសដោយប្រើកាយធ្វើឲ្យការលេចកើតឡើងភ្លាមចុះខ្សោយដោយផ្ញើកម្លាំងចិត្តទៅកន្លែងផ្សេងយូរទៅខួរក្បាលរបស់អ្នកនឹងរៀនថានៅពេលដែលចំណងកើតឡើងអ្នកមិនត្រូវប្រតិបត្តិតាមវាទេអ្នកប្រែវាទៅជាអ្វីដែលមានប្រយោជន៍វិញតម្លៃនៃការរស់នៅដោយការអនុវត្តតាមការលេចកើតឡើងភ្លាមគឺធ្ងន់ធ្ងរវាប្រហែលជាមិនបំផ្លាញអ្នកក្នុងមួយថ្ងៃទេប៉ុន្តែវាកាត់បន្ថយកម្លាំងរបស់អ្នករយៈពេលយូរអង្វែងការរំលងការហាត់ប្រាណមួយថ្ងៃមិនមែនជាបញ្ហាប៉ុន្តែការលេចកើតឡើងភ្លាមដែលធ្វើឡើងអត់ឈប់នោះនឹងបង្កើតរូបរាងដែលអ្នកមិនគោរពការពន្យាពេលការងារមួយថ្ងៃមិនមែនជាបញ្ហាប៉ុន្តែការលេចកើតឡើងភ្លាមដែលធ្វើឡើងអត់ឈប់នោះនឹងបង្កើតជីវិតដែលពោពេញដោយឱកាសដែលបាត់បង់មនុស្សគ្រប់គ្នាដែលរស់នៅដោយមានការសោកស្ដាយនៅថ្ងៃនេះធ្លាប់ជាមនុស្សដែលបានចាញ់ស្លាប់នឹងការលេចកើតឡើងភ្លាមនៅថ្ងៃម្សិលមិញនោះគឺជាការពិតដែលអ្នកត្រូវតែរំលឹកខ្លួនឯងនៅពេលដែលចំណងចង់លេចកើតឡើងប្រសិនបើអ្នកចង់មានជីវិតមួយដែលមានវិន័យអ្នកត្រូវតែទទួលយកថាការលេចកើតឡើងភ្លាមនឹងមិនដែលបាត់ខ្លួនសាបសូន្យទាំងស្រុងនោះទេវានឹងតែងតែមកគោលដៅមិនមែនជាការលុបបំបាត់វាទេប៉ុន្តែជាការគ្រប់គ្រងវាអ្នកឈ្នះដោយការបង្កើតគម្លាតរវាងចំណងចង់និងសកម្មភាពដោយការផ្អាកពេលវេលាឲ្យយូរគ្រប់គ្រាន់ដើម្បីរំលឹកខ្លួនឯងពីការឈឺចាប់ដែលអ្នកកំពុងជៀសវាងការផ្អាកនោះហើយគឺជាកន្លែងដែលអានុភាពរបស់អ្នកស្ថិតនៅការផ្អាកនោះហើយគឺជាកន្លែងដែលអ្នកសម្រេចចិត្តថាតើអ្នកនឹងរស់នៅក្នុងការសោកស្ដាយឬក្នុងវិន័យកម្លាំងផ្លូវចិត្តកាន់តែរីកធំឡើងរាល់ពេលដែលអ្នកឈរជាប់លើបន្ទាត់នោះនៅដំបូងការតស៊ូមានអារម្មណ៍ថាអស់កម្លាំងប៉ុន្តែអ្នកអនុវត្តកាន់តែច្រើនវាកាន់តែខ្លាចជាងាយស្រួលមិនយូរបំផុតការតស៊ូនឹងការលេចកើតឡើងភ្លាម
គឺមិនមែនអំពីការតស៊ូរាល់ពេលវេលានោះទេវាគឺអំពីការសម្គាល់វាហើយបដិសេធវាយ៉ាងឆាប់រហ័សអ្នកទទួលបានអារម្មណ៍ថាជាម្ចាស់លើខ្លួនឯងអ្នកចាប់ផ្ដើមមានអារម្មណ៍មានឆ្អឹងមិនមែនគ្រាន់តែចំពោះអ្វីដែលអ្នកសម្រេចបាននោះទេប៉ុន្តែចំពោះអ្វីដែលអ្នកមិនបានចាញ់ស្លាប់ទៀតផងសេចក្តីឆ្អឹងនោះคล้ายជាអ៊ីនធឺណិតសម្រាប់វិន័យដ៏ធំធេងជាងនេះទៅទៀតយុទ្ធសាស្ត្រមួយផ្សេងទៀតគឺការផ្លាស់ប្ដូរទស្សនៈរបស់អ្នកចំពោះការឈឺចាប់មនុស្សភាគច្រើនរត់គេចពីការឈឺចាប់ប៉ុន្តែវិន័យគឺអំពីការរៀនប្រឈមមុខនឹងវាការឈឺចាប់ដោយសារការប្រឹងប្រែងគឺជាបណ្ដោះអាសន្នការឈឺចាប់ដោយសារការសោកស្ដាយគឺជាអចិន្ត្រៃយ៍នៅពេលអ្នកមានអារម្មណ៍ថាការលេចកើតឡើងភ្លាមកើតឡើងសូមសួរខ្លួនឯងថាតើអ្នកកំពុងជ្រើសរើសការឈឺចាប់ណាប្រសិនបើអ្នកធ្វើសកម្មភាពតាមការលេចកើតឡើងភ្លាមអ្នកកំពុងជ្រើសរើសការឈឺចាប់ដែលយូរជាងប្រសិនបើអ្នកតស៊ូនិងប្រឈមមុខនឹងភាពមិនស្រួលខ្លួននៅពេលនេះអ្នកកំពុងជ្រើសរើសការឈឺចាប់ដែលខ្លីជាងវិន័យគឺអំពីការជ្រើសរើសដោយស្ថិតស្ថេរនៅការឈឺចាប់ដែលធ្វើឲ្យអ្នកទទួលបានប្រយោជន៍មិនមែនជាការឈឺចាប់ដែលបំផ្លាញអ្នកនោះទេវាក៏មានប្រយោជន៍ក្នុងការរំលឹកខ្លួនឯងពីជីវិតដែលអ្នកចង់រស់នៅផងដែរតើអ្នកចង់ជាអ្នកដែលប្រតិបត្តិតាមរាល់ចំណង់ចង់ឬជាអ្នកដែលគ្រប់គ្រងជោគវាសនារបស់ខ្លួនតើអ្នកចង់មើលទៅអតីតកាលរបស់អ្នកដោយមានមោទកឬដោយមានការសោកស្ដាយការលេចកើតឡើងភ្លាមរបស់អ្នកនឹងមិនដែលគិតអំពីរឿងនោះទេវាគ្រាន់តែយកចិត្តទុកដាក់លើបច្ចុប្បន្នប៉ុណ្ណោះប៉ុន្តែអ្នកត្រូវតែយកចិត្តទុកដាក់លើអនាគតអ្នកត្រូវតែរស់នៅដោយមានរូបភាពធំជាងនេះឲ្យក្នុងចិត្តចាត់ខុសវិស័យនោះហើយដែលអនុញ្ញាតឲ្យអ្នកតស៊ូនឹងការលំលក់របស់ភាពស្រួលខ្លួននៅពេលនោះយូរទៅសមត្ថភាពរបស់អ្នកក្នុងការតស៊ូនឹងការលេចកើតឡើងភ្លាមនឹងក្លាយជាចំណុចខ្លាំងដ៏អស្ចារ្យបំផុតមួយរបស់អ្នកនឹងចាប់ផ្ដើមទុកចិត្តលើខ្លួនឯងយ៉ាងសម្បើមអ្នកដឹងថានៅពេលដែលចំណង់ចង់មកដល់អ្នកនឹងក្លាយទៅជាទាស័ករបស់វាទេអ្នកនឹងសម្គាល់វារំលឹកខ្លួនឯងពីការឈឺចាប់ដែលវានាំមកហើយធ្វើជំរឿដ៏ខ្លាំងក្លាជាងទុកចិត្តនោះផ្ដល់ឲ្យអ្នកសេរីគីបវាផ្ដល់ឲ្យអ្នកសមត្ថភាពក្នុងការផ្ដោតអារម្មណ៍យ៉ាងពេញលេញទៅលើអ្វីដែលសំខាន់ពីព្រោះអ្នកលែងត្រូវបានគ្រប់គ្រងដោយចំណង់ចង់ទៀតហើយវិន័យគឺជាសិល្បៈការសម្រេចចិត្តដោយផ្អែកលើចក្ខុវិស័យរយៈពេលវែងជាងការចង់បានអ្វីភ្លាមការលេចកាត់ឡើងភ្លាមនឹងតែងតែព្យាយាមធ្វើឲ្យអ្នកងងឹតចក្ខុវិស័យនោះវានឹងព្យាយាមអូសទាញអ្នកត្រឡប់ទៅរកភាពស្រួលខ្លួននៅភ្លាមវិញប៉ុន្តែនៅពេលអ្នកតស៊ូនឹងវាដោយរំលឹកពីការឈឺចាប់រយៈពេលវែងដែលវានាំមកអ្នកដកយកអានុភាពរបស់វាអ្នកបង្កើតចន្លោះរវាងអ្វីដែលអ្នកមានអារម្មណ៍និងអ្វីដែលអ្នកជ្រើសរើសចន្លោះនោះហើយគឺជាកន្លែងដែលវិន័យរស់នៅចាប់ពីពេលនេះទៅសូមបដិញ្ញាថានឹងធ្វើសកម្មភាពតាមការលេចកើតឡើងភ្លាមដោយពុំមានការយល់ដឹងឡើយនៅពេលដែលចំណង់ចង់លេចឡើងសូមផ្អាកមួយផ្លែតនៅពេលដែលលំលោះហើយសូមគិតពីការឈឺចាប់ដែលវាបង្កើតឡើងនៅថ្ងៃស្អែកសូមឲ្យគំនិតនោះមានទម្ងន់ជាងភាពស្រួលខ្លួននៅពេលនេះបន្ទាប់មកធ្វើសកម្មភាពតាមស្តង់ដារខ្ពស់របស់អ្នកមិនមែនតាមចំណង់ចង់ទាបរបស់អ្នកនោះទេរាល់ពេលដែលអ្នកធ្វើដូច្នេះអ្នកពង្រឹងវិន័យរបស់អ្នករាល់ពេលដែលអ្នកឈ្នះអ្នកបង្ហាញថាអនាគតរបស់អ្នកមានសារៈសំខាន់ជាងការលេចកើតឡើងភ្លាមជីវិតមួយដែលមានវិន័យមិនបានកសាងឡើងដោយស្ថានភាពល្អឥតប្រអិនឬការលើកទឹកចិត្តដោយមិនមានទីបញ្ចប់នោះទេវាត្រូវបានកសាងឡើងដោយការឈ្នះសមរភូមិនៃការលេចកើតឡើងភ្លាមរាល់ថ្ងៃវាត្រូវបានកសាងឡើងដោយការជ្រើសរើសការប្រឹងប្រែងជាងការសោកស្ដាយចក្ខុវិស័យជាងភាពស្រួលខ្លួនវិន័យជាងការទន់ខ្សោយហើយវាចាប់ផ្ដើមដោយជំនាញមួយដ៏មានឥទ្ធិពលសមត្ថភាពក្នុងការតស៊ូនឹងការលេចកើតឡើងភ្លាមដោយការចងចាំពីការឈឺចាប់រយៈពេលវែងដែលវានាំមករំលឹកនោះហើយគឺជាឆន្ទដែលការពារអ្នកពីការសោកស្ដាយហើយគឺជាឧបករណ៍កសាងខ្លួនរបស់អ្នកដ៏ខ្លាំងក្លាបំផុតជំពូកទី9សម្លឹងធម៌ពលរបស់អ្នកត្រឹមតែទៅលើភារកិច្ចដោយសំខាន់ប៉ុណ្ណោះមនុស្សគ្រប់គ្នាភ្ញាក់ឡើងរាល់ថ្ងៃដោយមានធម៌ពលកំណត់ធម៌ពលនោះអាចត្រូវបានបញ្ជូនទៅការកសាងជីវិតដ៏មានន័យឬខ្ជិះខ្ជាយទៅលើអ្វីដែលរំខានដែលមិននាំទៅរកកន្លែងណាឡើយវិន័យមិនមែនគ្រាន់តែជាការបង្ខំខ្លួនឯងឲ្យធ្វើសកម្មភាពនោះទេវាគឺជាការធានាថាសកម្មភាពរបស់អ្នកត្រូវបានបញ្ជូនទៅកាន់ភារកិច្ចដែលសំខាន់ពិតប្រាកដដោយគ្មានការផ្ដោតអារម្មណ៍នេះអ្នកអាចធ្វើការដ៏លំបាកពេញមួយថ្ងៃតែនៅតែមានអារម្មណ៍ទទេដោយសារតែធម៌ពលរបស់អ្នកបានទៅចំណាយលើអ្វីដែលមិនបានផ្លាស់ប្ដូរអ្វីសោះជីវិតដែលមានវិន័យមិនត្រូវបានវាស់វែងត្រឹមតែដោយសកម្មភាពនោះទេវាត្រូវបានវាស់ដោយការរីកចម្រើនក្នុងផ្នែកដែលកំណត់អនាគតរបស់អ្នក
មូលហេតុដែលមនុស្សជាច្រើនមានអារម្មណ៍អស់កម្លាំងប៉ុន្តែមិនសម្រេចចិត្តគឺដោយសារតែពួកគេខ្ជិះខ្ជាយថាមពលរបស់ពួកគេទៅលើរឿងច្រើនពេកពួកគេចំណាយពេលម៉ោងដើម្បីឆ្លើយតបទៅនឹងសាររំកើតាមមាតិកាដែលគ្មានទីបញ្ចប់ព្រួយបារម្ភអំពីមតិដែលមិនជំរុញជីវិតរបស់ពួកគេឬការតាមដានភារកិច្ចតូចតាចដែលធ្វើឲ្យពួកគេមានអារម្មណ៍រវល់ប៉ុន្តែមិនមានផលិតភាពនៅចុងថ្ងៃពួកគេអស់កម្លាំងប៉ុន្តែគ្មានអ្វីសំខាន់ត្រូវបានកសាងឡើងនោះជាអន្ទាក់នៃធម្មពលដែលគ្មានទិសដៅនៅពេលដែលអ្នករស់នៅតាមរបៀបនេះយូរគ្រប់គ្រាន់អ្នកចាប់ផ្ដើមជឿថាការប្រឹងប្រែងខ្លួនឯងគឺគ្រប់គ្រាន់ហើយប៉ុន្តែការប្រឹងប្រែងដែលគ្មានការផ្ដោតអារម្មណ៍គឺជាការប្រឹងប្រែងដែលខ្ជិះខ្ជាយវិន័យដែលផ្លាស់ប្ដូរជីវិតរបស់អ្នកកើតឡើងពីការបដិសេធចំពោះអ្វីដែលមិនសំខាន់និងការយល់ព្រមត្រឹមតែអ្វីដែលចាំបាច់ប៉ុណ្ណោះជំហានដំបូងឆ្ពោះទៅរកការដឹកនាំធម៌ពលរបស់អ្នកដោយប្រាជ្ញាគឺភាពច្បាស់លាស់អ្នកត្រូវតែដឹងថាអ្វីដែលសំខាន់ពិតប្រាកដសម្រាប់អ្នកដោយគ្មានភាពច្បាស់លាស់អ្នកនឹងត្រូវគេទាញទៅរាល់ទិសទាំងអស់ដោយតម្រូវការលុបលួងនិងការរំខានសួរខ្លួនឯងថាតើអ្វីខ្លះដែលជារឿងមួយចំនួនតូចក្នុងជីវិតរបស់ខ្ញុំដែលបង្កើតលទ្ធផលដ៏ធំបំផុតតើសកម្មភាពអ្វីខ្លះដែលធ្វើឲ្យខ្ញុំកាន់តែជិតសុខភាពការលូតលាស់ស្ថិរភាពឬសេរីភាពចម្លើយទាំងនេះមិនដូចគ្នាសម្រាប់មនុស្សគ្រប់គ្នានោះទេប៉ុន្តែមនុស្សគ្រប់គ្នាត្រូវតែកំណត់វានៅពេលដែលអ្នកច្បាស់លាស់វិន័យគឺត្រូវសម្របសម្រួលធម៌ពលរបស់អ្នកឲ្យស្របតាមនឹងលទ្ធភាពទាំងនោះវាងាយស្រួលនឹងជាប់អន្ទាក់ក្នុងសម្លេងរំខាននៃជីវិតប្រចាំថ្ងៃរាល់ការជូនដំណឹងរាល់ការអញ្ជើញរាល់សំណើពីអ្នកដទៃទាញយកការយកចិត្តទុកដាក់របស់អ្នកប្រសិនបើអ្នកមិនការពារការបដិអារម្មណ៍របស់អ្នកពិភពលោកនឹងសម្រេចចិត្តជំនួសអ្នកថាតើធម៌ពលរបស់អ្នកនឹងទៅណានិងពិភពលោកកម្រនឹងដឹកនាំអ្នកទៅកាន់លទ្ធភាពខ្ពស់បំផុតរបស់អ្នកនោះហើយជាមូលហេតុដែលអ្នកត្រូវតែមានគោលបំណងច្បាស់លាស់អ្នកមិនគ្រាន់តែសង្ឃឹមថាធម៌ពលរបស់អ្នកនឹងទៅកន្លែងត្រឹមត្រូវនោះទេអ្នកត្រូវតែសម្រេចចិត្តជាមុនអ្នកត្រូវតែការពារការផ្ដោតអារម្មណ៍របស់អ្នកដូចជាវាគឺជាធនធានដ៏មានតម្លៃបំផុតដោយសារតែវាពិតជាអញ្ចឹងយុទ្ធសាស្ត្រដ៏រឹងមាំមួយគឺការកំណត់ភារកិច្ចសំខាន់3ខ្ពស់របស់អ្នករាល់ថ្ងៃភារកិច្ចដែលសំខាន់ពិតប្រាកដនិងបដិញ្ញាបំពេញវាឲ្យរួចមុនអ្វីទាំងអស់ទាំងនេះមិនមែនជាការបន្ទាប់ឬការងាររវល់នោះទេទាំងនេះគឺជាសកម្មភាពដែលស្របនឹងគោលដៅរយៈពេលយូររបស់អ្នកនៅពេលដែលអ្នកផ្ដាល់ធម៌ពលរបស់អ្នកទៅកាន់ពួកគេជាមុនសិនអ្នកធានាថាតាមបីតែមានរឿងអ្វីក៏កើតឡើងដោយថ្ងៃរបស់អ្នកបង្កើតការរីកចម្រើនខ្មងអ្វីដែលសំខាន់មនុស្សពេលច្រើនបំពេញពេលព្រឹករបស់ពួកគេដោយការរំខានតូចតាចហើយបន្ទាប់មកឆ្ងល់ថាតើហេតុអ្វីបានពួកគេមិនមានធម៌ពលនៅសល់សម្រាប់ការងារដែលសំខាន់វិន័យមានន័យថាការត្រឡប់លំនឹងនោះធ្វើអ្វីដែលសំខាន់ជាមុនសិននិងទុកអ្វីដែលតូចតាចសម្រាប់ពេលក្រោយបើមានវិធីមួយទៀតដើម្បីដឹកនាំធម៌ពលរបស់អ្នកគឺតាមរយៈការបង្កើតព្រំដែនវិន័យមិនមែនគ្រាន់តែជាអ្វីដែលអ្នកធ្វើនោះទេប៉ុន្តែអំពីអ្វីដែលអ្នកបដិសេធមិនធ្វើរាល់ការយល់ព្រមចំពោះអ្វីមួយដែលមិនមានន័យអ្នកកំពុងបដិសេធចំពោះអ្វីដែលមានន័យប្រសិនបើអ្នកអនុញ្ញាតឲ្យអ្នកដទៃរំខានពេលវេលារបស់អ្នកឥតជំរិះប្រសិនបើអ្នកយល់ព្រមឥតជំរិះចំពោះកាតព្វកិច្ចដែលមិនបម្រើគោលដៅរបស់អ្នកកំពុងទម្លាក់ធម៌ពលរបស់អ្នកវិន័យទាមទារភាពរឹងមាំនៃការបដិសេធយ៉ាងច្បាស់និងដោយគ្មានមានទោសគួរការបដិសេធនោះប្រកាន់ធម៌ពលរបស់អ្នកសម្រាប់ការងារដែលកសាងអនាគតរបស់អ្នកក៏ត្រូវរៀនស្គាល់ផលិតភាពមិនត្រឹមត្រូវនោះផងដែរផលិតភាពមិនត្រឹមត្រូវគឺការធ្វើអ្វីដែលមានអារម្មណ៍ដូចជាការងារប៉ុន្តែមិនបង្កើតផលប៉ះពាល់ពិតប្រាកដការរៀបចំដែលគ្មានទីបញ្ចប់មើលអ៊ីមែលរាល់2នាទីធ្វើការស្រាវជ្រាវអំពើអវើសនិងជំនួសដោយការសាក់លបងទាំងនេះផ្ដល់នឹងអារម្មណ៍នៃការរីកចម្រើនប៉ុន្តែខ្ជិះខ្ជាយធម៌ពលដែលមានកំណត់របស់អ្នកមនុស្សដែលមានវិន័យសួរខ្លួនឯងជានិច្ចថាតើរឿងនេះកំពុងដឹកនាំខ្ញុំទៅកាន់ការរីកចម្រើនឬក៏អត់ប្រសិនបើចម្លើយគឺថាអត់ពួកគេនឹងផ្លាស់ប្ដូរទិសដៅភ្លាមទម្លាប់តែមួយនោះបំបីការផលិតភាពពិតប្រាកដចេញពីការរវល់ឥតចម្រិះការដឹកនាំធម៌ពលមិនមែនគ្រាន់តែជាបញ្ហាការងារនោះទេវាអនុវត្តទៅលើគ្រប់ផ្នែកនៃជីវិតប្រសិនបើអ្នកកំពុងតឹងធម៌ពលទៅកាន់ការជៀសវាសវាជាអវិជ្ជមានឬព្យាយាមធ្វើឲ្យអ្នកដទៃចូលចិត្តអ្នកកំពុងដំឡើងផ្នែកការលូតលាស់របស់អ្នកប្រសិនបើអ្នកវិនិយោគធម៌ពលក្នុងការរៀនសុខភាពនិងទំនាក់ទំនងដ៏មានន័យនិងការកសាងជំនាញអ្នកពង្រឹងជីវិតអ្នកវិន័យនៅក្នុងការជ្រើសរើសថាធម៌ពលរបស់អ្នកនឹងទៅកន្លែងណានិងការកាត់កែងអ្វីដែលបង្កោអ្នកដោយគ្មានការតបស្នងផ្នែកមួយសំខាន់ទៀតគឺការគ្រប់គ្រងធម៌ពលរបស់អ្នកជានិច្ច
មនុស្សគ្រប់គ្នាមានពេលម៉ោងនៅក្នុងមួយថ្ងៃដែលមានស្មារតីភ្លឺស្វាងបំផុតសម្រាប់មួយចំនួនគឺពេលព្រឹកសម្រាប់អ្នកដទៃគឺពេលថ្ងៃត្រង់មនុស្សដែលមានវិន័យកំណត់អត្តសញ្ញាណពេលនោះនឹងទុកវាត្រឹមតែសម្រាប់ការងារដែលសំខាន់បំផុតពួកគេមិនឈិះឆេរធម្មពលដ៏ភ្លឺស្វាងនោះទៅលើភារកិច្ចតូចតាចនោះទេពួកគេការពារពេលវេលានោះដោយមហិច្ឆតិណាស់សម្រាប់ចិត្តមួយនោះអាចផ្លាស់ប្ដូរការផលិតភាពរបស់អ្នកព្រាមពីប្រសិនបើអ្នកធានាថារាល់ផលិតផលដ៏ល្អបំផុតនោះនឹងទៅកន្លែងត្រឹមត្រូវវាក៏មានសារៈសំខាន់ខ្លាំងផងដែរក្នុងការតាមដានថាតើថាមពលរបស់អ្នកទៅណាមនុស្សភាគច្រើនមិនដឹងថាពួកគេបាត់បង់ពេលវេលាប៉ុន្មានដោយសារការរំខាននោះទេម៉ោងបាត់ទៅក្នុងការកំសាន្តចចាមអារម្មណ៍ឬការរំកិលដោយគ្មានគំនិតហើយពួកគេឆ្ងល់ថាហេតុអ្វីបានជាគ្មានអ្វីផ្លាស់ប្ដូរនៅពេលអ្នកតាមដានទម្លាប់របស់អ្នកដោយស្មោះត្រង់អ្នកនឹងឃើញច្បាស់នៅការរលាកនៅក្នុងវិន័យរបស់អ្នកការដឹងខ្លួនបង្កើតឱកាសក្នុងការផ្លាស់ប្ដូរទិសរាល់ពេលដែលអ្នកចាប់ខ្លួនឯងកំពុងរអិលអ្នកអាចរំលឹកខ្លួនឯងថានេះមិនមែនជាកន្លែងដែលថាមពលរបស់ខ្ញុំគួរត្រូវបានប្រើប្រាស់នោះទេបន្ទាប់មកអ្នកយកវាត្រឡប់មកភារកិច្ចដែលសំខាន់វិញការដឹកនាំថាមពលទាមទារភាពក្លាហានពីព្រោះវាជារឿយមានន័យថាធ្វើឲ្យអ្នកដទៃខកចិត្តមនុស្សនឹងតែងតែចង់បានការយកចិត្តទុកដាក់របស់អ្នកសម្រាប់អ្វីដែលមានផលប្រយោជន៍ចំពោះពួកគេមិនមែនអ្នកនោះទេពួកគេនឹងមិនខ្វល់ថាតើវាបង្ខំការផ្ដោតអារម្មណ៍របស់អ្នកឬអត់ប្រសិនបើអ្នកមិនឈរជាប់អ្នកនឹងបន្តផ្ដោតថាមពលរបស់អ្នកវិន័យមិនមែនអំពីការឯកតោភាគីនិយមនោះទេវាអំពីការមានគោលបំណងច្បាស់លាស់ប្រសិនបើអ្នកមិនអាចការពារថាមពលរបស់អ្នកបានអ្នកមិនអាចកសាងជីវិតដែលអ្នកចង់បានទេហើយនៅពេលដែលអ្នកខ្ជិះខ្ជាយថាមពលរបស់អ្នកគ្មាននរណាផ្សេងទៀតបង់ថ្លៃលើកលែងតែអ្នកផ្ទាល់នោះទេមានមូលហេតុជ្រៅទៀតដែលជាហេតុធ្វើឲ្យការដឹកនាំថាមពលរបស់អ្នកគឺចាំបាច់ជីវិតគឺខ្លីហើយរាល់ថ្ងៃដែលអ្នកចំណាយលើភារកិច្ចគ្មានន័យគឺជាថ្ងៃដែលអ្នកមិនអាចទៅកាន់វិញបានការស្ដាយស្រណោះលើថាមពលដែលខ្ជិះខ្ជាយគឺឈឺចាប់មនុស្សជាច្រើនដឹងខ្លួនយឺតពេកថាពួកគេបានចំណាយពេលរាប់ឆ្នាំធ្វើការងារលើអ្វីដែលមិនសំខាន់ត្រឹមតែរកឃើញខ្លួនឯងគ្មានអ្វីមានតម្លៃត្រូវបង្ហាញវិន័យជួយសង្គ្រោះអ្នកពីការស្ដាយស្រណោះនោះវេទនាថាពេលវេលាការប្រឹងប្រែងនិងការផ្ដោតអារម្មណ៍របស់អ្នកត្រូវបានវិនិយោគក្នុងការកសាងអ្វីមួយដែលគង់វង្សដើម្បីអនុវត្តគោលការណ៍នេះសូមបង្កើតបញ្ជីនៃលទ្ធភាពខ្ពស់បំផុតរបស់អ្នកមិនលើសពី5បន្ទាប់មកប្រៀបធៀបអ្វីទាំងកោះដែលអ្នកធ្វើទៅនឹងបញ្ជីនោះប្រសិនបើសកម្មភាពមួយបម្រើលទ្ធភាពមួយក្នុងចំណោមលទ្ធភាពទាំងនោះវាសមនឹងទទួលបានថាមពលរបស់អ្នកប្រសិនបើវាមិនមែនវាត្រូវបន្ថយឬលុបចោលនេះគឺជារបៀបដែលអ្នកកាត់ចិននៅសម្លេងរំខាននិងរស់នៅដោយមានទិលដៅជីវិតដែលមានវិន័យមិនមែនអំពីការធ្វើអ្វីទាំងអស់ទេវាអំពីការធ្វើអ្វីដែលត្រឹមត្រូវដោយភាពសាមញ្ញតាមពេលវេលាការដឹកនាំថាមពលរបស់អ្នកនឹងคล้ายជាទម្លាប់ដំបូងឡើយអ្នកត្រូវតែរំលឹកខ្លួនឯងជាប្រចាំអ្នកត្រូវតែឈប់មួយផ្លែតមុនពេលនិយាយថាបាទឬចាអ្នកត្រូវតែធន់ទ្រាំនឹងការលំបូរធ្វើអ្វីដែលមានអារម្មណ៍ថាបន្ទាន់ប៉ុន្តែមិនសំខាន់ប៉ុន្តែទីបញ្ចប់វាคล้ายជាធម្មជាតិអ្នកផ្ដោតលើអ្វីដែលសំខាន់ដោយសភាពវិញ្ញាណហើយមិនអើអើនឹងអ្វីដែលមិនសំខាន់ទម្លាប់នោះបង្កើតសន្ទុះហើយនឹងសន្ទុះការរីកចម្រើនរបស់អ្នកកោនគុណអ្នកចាប់ផ្ដើមឃើញលទ្ធផលលឿនជាងមុនមិនមែនដោយសារតែអ្នកកំពុងធ្វើការងារលំបាកជាងមុននោះទេប៉ុន្តែដោយសារតែអ្នកកំពុងធ្វើការងារដោយឆ្លាតជាងមុនមនុស្សដែលសម្រេចច្រើនបំផុតមិនមែនជាអ្នកដែលធ្វើការរាប់ម៉ោងយូរនោះទេពួកគេគឺជាអ្នកដែលដឹកនាំថាមពលរបស់ពួកគេដោយមានភាពជាក់លាក់ពួកគេដឹងពីលទ្ធភាពរបស់ពួកគេហើយផ្ដល់អ្វីដែលល្អបំផុតដល់ពួកគេមិនអើអើនឹងការរំខានពួកគេការពារការផ្ដោតអារម្មណ៍របស់ពួកគេវិនិយោគទុនលើអ្វីដែលបង្កើតការរីកចម្រើននោះហើយជាអាថ៌កំបាំងមិនមែនជាការប្រឹងប្រែងដែលគ្មានទីបញ្ចប់ទេប៉ុន្តែជាការប្រឹងប្រែងដែលមានវិន័យដែលត្រូវបានបញ្ជូនទៅកាន់ភារកិច្ចដែលមានន័យចាប់ពីពេលនេះទៅជំរុញខ្លួនឯងឲ្យកត់សម្គាល់ថាតើថាមពលរបស់អ្នកទៅណា
សួរខ្លួនឯងជាញឹកញាប់ថាតើរឿងនេះកំពុងកសាងជីវិតដែលខ្ញុំចង់បានឬអត់តើរឿងនេះកំពុងដឹកនាំខ្ញុំឆ្ពោះទៅរកគោលដៅរបស់ខ្ញុំឬវាកំពុងបង្ខំខ្ញុំបន្ទាប់មកធ្វើការជ្រើសរើសដែលមានវិន័យសម្លឹងថាមពលរបស់អ្នកត្រឹមតែភារកិច្ចដែលសំខាន់ពិតប្រាកដប៉ុណ្ណោះកាត់ចេញនូវអ្វីដែលមានន័យការពារការផ្ដោតអារម្មណ៍របស់អ្នកហើយមើលតែថាជីវិតរបស់អ្នកចាប់ផ្ដើមផ្លាស់ប្ដូរយ៉ាងដូចម្តេចនៅពេលដែលរាល់អង្កែនរបស់ថាមពលជួយឲ្យមានការរីកចម្រើនជំនួសដោយការខ្ជិះខ្ជាយទៅការរំខាន ចម្ពោះទី10តម្រង់ចិត្តអ្នកឲ្យចាប់ផ្ដើមធ្វើដោយមិនចាំការលើកទឹកចិត្តការលើកទឹកចិត្តគឺជាអារម្មណ៍ហើយអារម្មណ៍គឺមិនអាចទុកចិត្តបានវាមកហើយវាទៅដោយគ្មានការព្រមានថ្ងៃមួយអ្នកមានអារម្មណ៍ថាមិនអាចឈប់ផ្អាកបានថ្ងៃបន្ទាប់អ្នកពិបាកនឹងលើកខ្លួនឯងឲ្យធ្វើការសូម្បីតែចលនាតិចៗប្រសិនបើអ្នកកសាងជីវិតរបស់អ្នកលើការរងចាំការលើកទឹកចិត្តអ្នកនឹងមិនដែលមានភាពសកម្មស្របអ្នកនឹងធ្វើការតែពេលដែលស្ថានភាពមានអារម្មណ៍ល្អហើយអ្នកនឹងថយក្រោយភ្លាមៗនៅពេលដែលស្ថានភាពមិនល្អវិន័យទាមទារអ្វីមួយដែលខ្លាំងក្លាជាងការលើកទឹកចិត្តវាទាមទារការតម្រង់ចិត្តអ្នកឲ្យធ្វើការដោយមិនគិតថាអ្នកមានអារម្មណ៍យ៉ាងណាទេការតម្រង់ចិត្តនេះហើយដែលញែកភាពខុសគ្នារវាងមនុស្សដែលសុបិននិងមនុស្សដែលសម្រេចការពិតគឺថាសកម្មភាពមិនអាស្រ័យលើការលើកទឹកចិត្តទេសកម្មភាពបង្កើតថាមពលផ្ទាល់ខ្លួនរបស់វាមនុស្សជាច្រើនយល់ច្រឡំការពិតនេះពួកគេអង្គុយហើយរងចាំអារម្មណ៍ដែលត្រឹមត្រូវបង្ហាញខ្លួនមុនពេលដែលពួកគេចាប់ផ្ដើមពួកគេគិតថាពួកគេត្រូវការបំផុសគំនិតមុនពេលដែលពួកគេអាចចាប់ផ្ដើមគម្រោងទៅកាន់ gym ឬផ្លាស់ប្ដូរទម្លាប់ប៉ុន្តែការបំផុសគំនិតច្រើនតែមកដល់ក្រោយពេលដែលសកម្មភាពបានចាប់ផ្ដើមរួចទៅហើយសកម្មភាពនៃការចាប់ផ្ដើមធ្វើបង្កើតថាមពលដែលអារម្មណ៍មិនអាចធ្វើបានប្រសិនបើអ្នកធ្វើការតែពេលដែលអ្នកមានអារម្មណ៍លើកទឹកចិត្តអ្នកនឹងខកខានលើឱកាសរាប់មិនអស់ប្រសិនបើអ្នកបណ្ដុះបណ្ដាលខ្លួនឯងឲ្យធ្វើការដោយគ្មានវាអ្នកនឹងបង្កើតលទ្ធផលរាល់ថ្ងៃការតម្រង់ចិត្តអ្នកឲ្យចាប់ផ្ដើមធ្វើមានន័យថាការលុបចោលជំរឿពីសម័យកាលនៅពេលអ្នកសម្រេចចិត្តថាអ្វីមួយត្រូវតែធ្វើអ្នកលែងតែរងចាំមើលទៀតថាតើអ្នកមានអារម្មណ៍ចង់ធ្វើវាឬទេអ្នកធ្វើវាដោយសារតែវាត្រូវបានទាមទារគ្រាន់តែដូចជាទាហានមិនសម្រេចចិត្តថាត្រូវវឹកហាត់ឬទេគ្រាន់តែដូចជាអ្នកបើកយន្តហោះមិនសម្រេចចិត្តថាត្រូវពិនិត្យយន្តហោះឬទេអ្នកកសាងច្បាប់សម្រាប់ខ្លួនឯងផ្ទាល់ដែលមិនអាស្រ័យលើអារម្មណ៍ច្បាប់ទាំងនោះធ្វើឲ្យអ្នកបន្តធ្វើតាមទោះបីអ្នកមានអារម្មណ៍រំភើបឬអស់កម្លាំងបំផុសគំនិតឬធុញទ្រាន់ក៏ដោយអ្នកធ្វើការដោយសារតែអ្នកបានបណ្ដុះបណ្ដាលចិត្តអ្នកឲ្យប្រតិបត្តិតាមការសម្រេចចិត្តមិនមែនតាមអារម្មណ៍នោះទេវិធីមួយដ៏មានប្រសិទ្ធភាពបំផុតនៃការកសាងការតម្រង់ចិត្តនេះគឺការបង្កើតអ្វីដែលមិនអាចដេញថ្លៃបានទាំងនេះគឺជាការបដិញ្ញាចិត្តដែលអ្នកធ្វើរាល់ថ្ងៃមិនថាការណាម្ល៉េះវាអាចជាការសរសេរពាក្យចំនួនការហាត់ប្រាណនៃខុនរយៈពេលកំណត់ឬការបដិញ្ញាចំណែកនៃថ្ងៃឲ្យការងារដែលមានសមាធិចំណុចគឺថាពួកវាកើតឡើងដោយគ្មានការពិភាក្សាតាមរយៈការធ្វើវាឡើងវិញរាល់ថ្ងៃខួរក្បាលរបស់អ្នករៀនថាពួកវាគឺជាស្វ័យប្រវត្តិអ្នកលែងតែអង្គុយពិភាក្សាជាមួយខ្លួនឯងនៅពេលព្រឹកទៀតហើយទម្លាប់នឹងគ្រប់គ្រងនោះហើយគឺជាការតម្រង់ចិត្តការអនុវត្តចាប់ផ្ដើមពីរឿងតូចៗកុំធ្វើឲ្យខ្លួនឯងភ្ញាក់ផ្អើលដោយការព្យាយាមផ្លាស់ប្ដូរអ្វីៗទាំងអស់ក្នុងពេលតែមួយជ្រើសរើសផ្នែកមួយដែលអ្នកនឹងលុបបំបាត់ការត្រូវការលើកទឹកចិត្តបដិញ្ញាចិត្តចំពោះវារាល់ថ្ងៃនៅដំបូងអ្នកនឹងប្រឆាំងចិត្តរបស់អ្នកនឹងស្រែកដេញសុខភាពប៉ុន្តែរាល់ពេលដែលអ្នកនៅដែលធ្វើអ្នកធ្វើឲ្យការគ្រប់គ្រងរបស់ការខ្ជិលច្រអូបចុកខ្សោយនិងបង្រឹងទម្លាប់របស់វិន័យនៅពេលវេលាកន្លងទៅការប្រឆាំងនឹងរលាយបាត់អ្វីដែលធ្លាប់មានអារម្មណ៍ថាត្រូវបានបង្ខំคล้ายទៅជាធម្មជាតិអ្នកធ្វើវាឡើងវិញរាល់ថ្ងៃចិត្តរបស់អ្នកកាន់តែត្រូវបានតម្រង់ផ្នែកសំខាន់ផ្សេងទៀតនៃការតម្រង់ចិត្តគឺការបង្រួមគម្លាតរវាងការសម្រេចចិត្តនិងការសកម្មភាពអ្នករងចាំយូរប៉ុណ្ណាក្រោយពេលសម្រេចចិត្តធ្វើអ្នកផ្ដោតតម្លៃចន្លោះប៉ុណ្ណាសម្រាប់ហេតុផលផ្សេងលេចធូកប្រសិនបើអ្នកសម្រេចចិត្តថាហាត់ប្រាណសូមចាប់ផ្ដើមភ្លាមប្រសិនបើអ្នកសម្រេចចិត្តថារៀនសូមបោកសៀវភៅនៅពេលនោះភ្លាមការពន្យាដា
ចិញ្ចឹមការតតឹងអារម្មណ៍និងការតតឹងអារម្មណ៍សម្រាប់វិន័យការសកម្មភាពភ្លាមៗទោះបីមានទំហំតូចក៏ដោយធ្វើឲ្យការសម្រេចចិត្តមានស្ថិរភាពចិត្តរបស់អ្នករៀនថានៅពេលដែលអ្នកសម្រេចចិត្តអ្នកចាប់ផ្ដើមធ្វើវាក៏ជួយផងដែរในការផ្លាស់ប្ដូររបៀបដែលអ្នកគិតពីការលើកទឹកចិត្តជំនួសដោយការរងចាំវាសូមទុកវាជាប្រង្វាន់បន្ថែមនៅពេលដែលវាមានសូមរីករាយជាមួយវានៅពេលដែលវាអវត្តមានសូមមិនអាលពីវាបញ្ឈប់ការផ្ដាល់បំលែងវាក្នុងការកំណត់សកម្មភាពរបស់អ្នកប្រសិនបើអ្នកភ្ញាក់ពីដំណេងមកមានអារម្មណ៍បំផុសគំនិតសូមប្រើវាប្រសិនបើអ្នកភ្ញាក់ពីដំណេងមកមានអារម្មណ៍អស់កម្លាំងសូមធ្វើវាដែរនៅពេលដែលអ្នករស់នៅតាមគោលការណ៍នេះអ្នកលែងតែខ្វល់ពីការលើកទឹកចិត្តមកឬអត់ទេអ្នកដំណើរការលើស្តង់ដារខ្ពស់ជាងនឹងស្តង់ដារនោះគឺវិន័យយុទ្ធសាស្ត្រផ្សេងទៀតដើម្បីតម្រង់ចិត្តអ្នកគឺការភ្ជាប់សកម្មភាពជាមួយអត្តសញ្ញាណបញ្ឈប់ការនិយាយថាខ្ញុំត្រូវការលើកទឹកចិត្តដើម្បីធ្វើរឿងនេះព្រួយទៅវិញសូមនិយាយថាខ្ញុំជាមនុស្សដែលធ្វើរឿងនេះនៅពេលដែលអ្នកភ្ជាប់វិន័យជាមួយនឹងអ្វីដែលអ្នកគឺជាមិនមែនជាមួយអារម្មណ៍របស់អ្នកសកម្មភាពរបស់អ្នកคล้ายទៅជាសកម្មប្រសិនបើអ្នកកំណត់អត្តសញ្ញាណខ្លួនឯងថាជាមនុស្សមានវិន័យនោះការធ្វើការរឆ្ងាយដោយគ្មានការលើកទឹកចិត្តគ្រាន់តែជាអ្វីដែលអ្នកធ្វើវិន័យដែលដឹកនាំដោយអត្តសញ្ញាណគឺខ្លាំងក្លាជាងវិន័យដែលដឹកនាំដោយអារម្មណ៍ច្រើនណាស់អ្នកក៏ត្រូវតារំពឹងពីការប្រឆាំងផងដែរចិត្តរបស់អ្នកនឹងសាក់លបងអ្នកវានឹងស្វែងរកហេតុផលដើម្បីពន្យាពេលវានឹងរំលឹកអ្នកថាអ្នកអស់កម្លាំងប៉ុណ្ណាថាវាងាយស្រួលជាងប៉ុណ្ណាក្នុងការធ្វើវានៅពេលក្រោយថាភារកិច្ចមានទំហំតូចប៉ុណ្ណាបើធៀបនឹងការខិតខំប្រឹងប្រែងដែលត្រូវការប្រឆាំងផ្លូវចិត្តនេះគឺជាធម្មជាតិគន្លឹះគឺមិនមែនដើម្បីលុបបំបាត់វាប៉ុន្តែដើម្បីធ្វើការទោះបីជាមានវាក៏ដោយរាល់ពេលដែលអ្នកធ្វើដូច្នេះអ្នកបង្ហាញខ្លួនអ្នកថាអ្នកខ្លាំងជាងការប្រឆាំងផុសតាំងនោះកសាងទំនុកចិត្តហើយទំនុកចិត្តពង្រឹងវិន័យមានតម្លៃក្នុងការទទួលយកការមិនស្រួលផ្ទាល់ផងដែរមនុស្សជាច្រើនជៀសវាងសកម្មភាពពីព្រោះពួកគេរងចាំឲ្យវាមានអារម្មណ៍ល្អប៉ុន្តែផ្នែកមួយនៃការតម្រង់ចិត្តគឺការបង្រៀនខ្លួនឯងថាអ្នកអាចធ្វើសកម្មភាពទោះបីជាភារកិច្ចមានអារម្មណ៍មិនស្រួលក៏ដោយអ្នកអាចសរសេរនៅពេលដែលអ្នកមិនមានអារម្មណ៍ថាមានភាពច្នៃប្រឌិតអ្នកអាចហាត់ប្រាណនៅពេលដែលរាងកាយអ្នកមានអារម្មណ៍ធ្ងន់អ្នកអាចរៀននៅពេលដែលចិត្តអ្នកមានអារម្មណ៍រំខានតាមរយៈការធ្វើដូច្នេះអ្នកបង្រៀនខ្លួនឯងនៅការពិតដ៏មានអានុភាពមួយអារម្មណ៍របស់អ្នកមិនមែនជាអ្នកដឹកនាំទេអ្នកគឺជាអ្នកដឹកនាំការយល់ដឹងនោះបំរាញរបៀបដែលអ្នករស់នៅការតម្រង់ចិត្តក៏មានអត្ថប្រយោជន៍ពីរចនាសម្ព័ន្ធផងដែរប្រសិនបើថ្ងៃរបស់អ្នកគ្មានរចនាសម្ព័ន្ធអ្នកទុកចម្លោះដើម្បីមិនទាន់សម្រេចចិត្តប្រសិនបើអ្នកមានរបៀបរស់នៅដែលច្បាស់លាស់ខួរក្បាលរបស់អ្នកនឹងប្ដូរទៅជាសកម្មភាពដោយមិនចាំការអនុញ្ញាតផ្ងាកពីដំណេកនៅម៉ោងដូចគ្នាចាប់ដើមការងាររបស់អ្នកនៅម៉ោងដូចគ្នាបញ្ចប់ថ្ងៃរបស់អ្នកជាមួយនឹងពិធីបុរាណដូចគ្នារចនាសម្ព័ន្ធទាំងនេះតម្រង់អេរិយាបថរបស់អ្នករហូតដល់ពួកគេលែងមានអារម្មណ៍ថាជាជំរើសទៀតហើយពួកគេមានអារម្មណ៍ថាជាផ្នែកស្វ័យប្រវត្តិនៃជីវិតរបស់អ្នកការសម្រេចចិត្តតិចតួចដែលអ្នកទុកឲ្យអារម្មណ៍កំណត់វិន័យរបស់អ្នកកាន់តែខ្លាំងសូមគិតអំពីមនុស្សដែលអ្នកកោតសរសើរដែលបានសម្រេចលទ្ធផលដ៏អស្ចារ្យតើអ្នកជឿថាពួកគេមានអារម្មណ៍លើកទឹកចិត្តរាល់ថ្ងៃឬទេច្បាស់ជាមិនដូច្នោះទេពួកគេបានធ្វើការពីព្រោះពួកគេបានបណ្ដុះបណ្ដាលខ្លួនឯងឲ្យធ្វើការដោយមិនមានការលើកទឹកចិត្តពួកគេយល់ថាការងារត្រូវតែធ្វើទោះបីជាអារម្មណ៍មានឬក៏អត់ក៏ដោយនោះហើយជាមូលហេតុដែលពួកគេមានភាពសកម្មមិនត្រូវបានកសាងឡើងលើការបំផុសគុំទេវាត្រូវបានកសាងលើការតម្រង់ចិត្តតម្លៃនៃការរងចាំការលើកទឹកចិត្តគឺខ្ពស់អ្នកបាត់បង់ពេលវេលាអ្នកបាត់បង់ការរីកចម្រើនអ្នកបាត់បង់ទំនុកចិត្តខ្លួនឯងរាល់ពេលដែលអ្នកពន្យាពេលអ្នកពង្រឹងជំនឿថាអ្នកមិនអាចធ្វើសកម្មភាពដោយគ្មានអារម្មណ៍ដែលត្រឹមត្រូវទេជំនឿនោះកាន់តែខ្លាំងឡើងរហូតដល់អ្នកមានអារម្មណ៍ថាគ្មានសិទ្ធិផ្លាស់ប្ដូរប៉ុន្តែផ្ទុយទៅវិញក៏ពិតដែររាល់ពេលដែលអ្នកធ្វើសកម្មភាពដោយគ្មានការលើកទឹកចិត្តអ្នកពង្រឹងជំនឿថាអ្នកគ្រប់គ្រងបានជំនឿនោះកាន់តែខ្លាំងឡើងរហូតដល់សកម្មភាពคล้ายទៅជាស្វ័យប្រវត្តិនោះហើយជាផ្លូវទៅកាន់សេរីភាពចាប់ពីថ្ងៃនេះតទៅសូមបញ្ឈប់ការពឹងផ្អែកលើអារម្មណ៍ដើម្បីដឹកនាំជីវិតរបស់អ្នកបណ្ដុះបណ្ដាលខ្លួនឯងឲ្យធ្វើសកម្មភាពដោយផ្អែកលើការផ្ដិតចាប់ព្រម
តម្រង់ចិត្តរបស់អ្នកដោយធ្វើសកម្មភាពរាល់ថ្ងៃឡើងវិញរហូតដល់ពួកគេคล้ายទៅជាស្វ័យប្រវត្តិបង្រួមគម្លាតរវាងការសម្រេចចិត្តហើយនិងសកម្មភាពបង្កើនស្តង់ដារដែលមិនអាចដាច់ថ្លៃបានទទួលយកការមិនស្រួលជាផ្នែកមួយនៃដំណើរសូមធ្វើការលើកទឹកចិត្តថាជាជំរើសមិនមែនជាការចាំបាច់បង្កើនអត្តសញ្ញាណដោយផ្អែកលើវិន័យមិនមែនអារម្មណ៍ទេគោលការណ៍ទាំងនេះនឹងតម្រង់ចិត្តរបស់អ្នកឲ្យคล้ายទៅជាកម្លាំងមួយដែលធ្វើសកម្មភាពនៅរាល់ពេលដែលអ្នកមានអារម្មណ៍យ៉ាងណាក៏ដោយហើយនៅពេលដែលអ្នកស្ទាត់ជំនាញនេះអ្នកនឹងคล้ายទៅជាមនុស្សដែលមិនអាចរារាំងបានទេអ្នកលែងតែត្រូវការរងចាំការលើកទឹកចិត្តមកដល់ទៀតហើយអ្នកលែងតែខ្ចាស់ខ្ចាយថ្ងៃដោយសារតែការលើកទឹកចិត្តមិនបានមកទៀតហើយអ្នករស់នៅដោយមានភាពច្បាស់លាស់ដឹងថាទោះបីជាយ៉ាងណាក៏អ្នកនឹងធ្វើការភាពច្បាស់លាស់នោះគឺជាគ្រឹះដមនៃវិន័យគ្រឹះដមនៃការរីកចម្រើនហើយគ្រឹះដមនៃជីវិតដ៏មានកម្លាំង ខ្ញុំកណ្ដាលបាទនឹងសម្ដែងនៅក្នុងកុណាលជាដកទៀតនៅក្នុងប្រជាដកនេះដែលព្រះអង្គទ្រង់តាសម្ដែងមកអំពីប្រារព្ធរឿងរ៉ាវខាងដើមដែលបានផ្ដើមសេចក្តីមកហើយគឺព្រះអង្គទ្រង់យាងទៅប្រោសពួកវិញ្ញាណ